ពេទ្យសត្វវាងបន្សល់ទុកសម្ដីមួយឃ្លាយកលុយថ្លៃពីនិត300យ៉នរួចក៏ដើរចេញទៅដោយមិនងាកក្រោយលីវដាឡាប៉ាអង្គុយទន់ជង្គង់ក្នុងទ្រុងមាន់ទាំងទឹកមុខអស់សង្ឃឹមដំណឹងមាន់5000ក្បាលចិត្តងាប់ផុតពូជនេះហាក់ដូចជាមានស្លាប់អញ្ចឹងបានល្បីសុសសាយពេញភូមិថ្ងៃមួយមានឡានពណ៌ខ្មៅមួយគ្រឿងមកចិត្តមុខផ្ទះលីវដាឡាប៉ាហើយមានបរិសធាត់ម្នាក់ចុះពីលើឡានអាយ៉ាតាលីវថាអញរើបរកស៊ីមានបានហើយខ្ញុំមកមើលបន្តិចតាលីវឯងចិញ្ចឹមមាន់ពូជអីគេហ្នឹងហើយថាពូជមាន់ឈឺមែនទេថៅកែឈៀនកុំនិយាយលេងគ្រាន់តែខ្យល់កូរទេសម្រាប់ពីថ្ងៃវានឹងជីវិតហើយខ្យល់កូរអាចមកច្រើនយ៉ាងនេះតាលីវនិយាយត្រង់ទៅចុះមាន់ឯងនេះមានអាការៈបែបណាខ្ញុំដឹងច្បាស់ណាស់ពេទ្យកាត់ក្តីប្រហារជីវិតទៅហើយនៅមកធ្វើទៅទៀតយកយោដែលយើងស្គាល់គ្នាប៉ុន្មានឆ្នាំនេះខ្ញុំនឹងចង្អុលភ្លឺមួយឲ្យភ្លឺស្អីគេមាន់ឯងនេះរស់មិនដល់ពេលចាប់លក់ទេទុកពីថ្ងៃទៀតវានឹងងាប់រឹកតែច្រើនដល់ពេលនោះឯងត្រូវខាត់លុយជួគេជីក្រណ្ដៅកប់ទៀតដើម្បីកុំឲ្យស្អុយប៉ះពាល់បរិស្ថានអ្នកភូមិមកគ្រប់រឿងចំណែកខ្ញុំនេះជាមនុស្សចិត្តធម៌15យ៉នក្នុងមួយក្បាលទោះរស់ឬងាប់ខ្ញុំមកយកទាំងអស់ជួយសម្អាតឲ្យឯងយ៉ាងម៉េចដែរ15យ៉នមាន់ស្រែធម្មតាមួយក្បាលលក់បានយ៉ាងហោច80យ៉នអាថតឈៀនឯងនេះឆ្លៀតឱកាសកេងចំណេញពីអ្នកដតីកុំបានចិត្តពេកឲ្យ15យ៉នគឺជាលុយជួយកម្ចាត់សាកសពមាន់ចង្រៃទាំងនេះទេឯងស្មានថាខ្ញុំមកទិញមាន់ឯងមែនឯងលក់ឲ្យខ្ញុំត្រូវចំណាយលុយជួគេកាប់សាច់ទាំងយកទៅក្លាសេទៀតរួចត្រូវរកវិធីលក់បន្តឲ្យអាហារដ្ឋានថោកទាបទាំងនោះទៀតខ្ញុំប្រថុយយកប្រាក់កម្រៃបន្តិចបន្តួចនេះឯងនៅថាហែកគេទៀតចង់លក់មិនលក់ស្រេចតែឯងបើផុតថ្ងៃនេះ10យ៉នក៏ខ្ញុំត្រូវគិតសិនដែរទៅឲ្យឆ្ងាយទៅមួយក្បាល15យ៉នមិនឯងមិនទៅប្លន់តែម្ដងទៅមាន់ខ្ញុំសាច់ណែនធាត់មួយក្បាលយ៉ាងហោចក៏80យ៉នដែរហឺតាលីវឯងមិនទាន់ភ្ញាក់ពីដេកទេដឹងអានឹងគេហៅថាធាត់មុនងាប់មិនងាប់ថ្ងៃនេះក៏ងាប់ថ្ងៃស្អែកដែរទីធ្លារបស់ឯងនេះពីថ្ងៃទៀតនឹងក្លាយជាភ្នោមាន់ហើយទោះជាខ្ញុំត្រូវវាសម្លាប់វាចោលទាំងអស់ក៏ខ្ញុំមិនលក់ថោកឲ្យអាំនោះឆ្លៀតឱកាសដូចជាឯងដែរល្អណាស់ចិត្តសឿងមែនខ្ញុំចាំមើលមាន់ឯងក្លាយជាសាច់ស្អុយទាំងអស់សិនចាំយើងមកជែកគ្នាពីរឿងថ្លៃជីក្រណ្ដៅវិញពុកឯងវង្វេងហើយមែនទេយំធ្វើស្អីគ្មានអាថត់ឈាននោះតើពុកមើលមាន់ប៉ុន្មានក្បាលនេះមិនជាទេអីសិនលីនអាចចិញ្ចឹមបានពុកក៏អាចចិញ្ចឹមបានដែរគាត់នឹកឃើញរឿងអ្វីមួយភ្លាមទាញដៃកូនប្រុសរត់ចេញទៅក្រៅតោះទៅទីរួមស្រុកយើងទៅទិញកាក់ថ្នាំដែរអាយ៉ា1ម៉ោងក្រោយមកលីវដាឡាប៉ាបើកកង់3កញ្ចាស់របស់គាត់ដឹកកាក់ថ្នាំពណ៌ខ្មៅកន្លះរទេតែមានក្លិនជូរចូលច្រមុះមកដល់គាត់យកតម្រាប់តាមខ្ញុំចាក់កាក់ថ្នាំចូលស្នូកចំណីស៊ីទៅនេះមិនមែនជារបស់ដែលឯងចង់ស៊ីទេអីពុកដូចជាមិនត្រូវទេមិនស៊ីទេកាក់ថ្នាំនេះក្លិនមិនដូចកាក់ថ្នាំរបស់សិនលីនទេមានអីមិនដូចគ្នាទៅមិនសុទ្ធតែជាថ្នាំចិនដូចគ្នាទេអីដាឡាប៉ាមិនជឿក្តាប់កាក់ថ្នាំលាយជាមួយគ្រាប់ពោតមួយក្តាប់ចាប់ហែកមាត់មាន់មួយក្បាលហើយញាត់ចូលទៅយ៉ាងបង្ខំមាន់នោះរើបំរះយ៉ាងខ្លាំងរឹងក្បិនតិចក៏ដាច់ខ្យល់ងាប់នៅនឹងកន្លែងកូនប្រុសរបស់គាត់សម្លឹងមើលសាកសពមាន់ដេកងាប់ពីពេញដីស្លេកមុខដូចខ្មោចថ្ងៃទី3លីវដាឡាប៉ាទ្រាំលេងបានទៀតហើយគាត់បានរកលេខទូរស័ព្ទថៅកែឈៀនខលទៅពុកពិតជាចង់ខលទៅគេមែនទេចំអោយយើងមិនខានអាយ៉ាបើមិនខលតើឲ្យទុកមាន់ទាំងនេះឲ្យខ្លាយជាមេរោគរាតត្បាតអីថៅកែឈៀនខ្ញុំតាលីវតាថៅកែលីវតាមិនក៏មានពេលទំនេរខំមកខ្ញុំអញ្ចឹងមាន់មាសរបស់ឯងលក់ដាច់អស់ហើយមែនទេថៅកែឈៀនគុំសើចចំអកខ្ញុំអីខ្ញុំសើចចំអកមែនខ្ញុំគ្មានពេលទំនេរទេក្រុងមាន់ឯងស្អុយចង់បែកមេឃហើយអ្នកភូមិប្តឹងដល់មេឃុំទៀតខ្ញុំលឺអស់ហើយថៅកែឈៀនកាលមុនខ្ញុំអ្នកខុសខ្ញុំមានភ្នែកមិនស្គាល់ភ្នំតៃសា15យ៉នមួយក្បាល15យ៉នឥឡូវនេះលោកមកដឹកខ្ញុំឲ្យលោកម៉ៅទាំងអស់ចាត់ទុកថារាប់អានគ្នាជាមិត្ត15យ៉នតាលីវអញគ្រុនក្តៅខ្លាំងរហូតដល់ខូចខូចក្បាលហើយមែនទេនោះទោះឲ្យអត់ក៏ខ្ញុំមិនយកដែរថៅកែឈៀនលោកមានន័យថាម៉េចខ្ញុំសួរពេទ្យសត្វរួចហើយមាន់របស់អញទាំងនោះស៊ីសុទ្ធតែកាក់ថ្នាំផ្អាប់លីជាមួយបាក់តេរីល្អក្រពះពោះវៀនវាខូចអស់ទៅហើយពេលនេះបដូរមកស៊ីចំណីធម្មតាស៊ីមួយងាប់មួយទោះសោះមិនងាប់ក៏សុទ្ធតែជាសាច់មាន់មានជំងឺសាច់ជូរអញទាំងអស់នរណាហ៊ានទិញស៊ីខ្ញុំប្រាប់អញចុះពេលនេះមិនមែនអញលក់មាន់ឲ្យត្រូវអង្វរឲ្យខ្ញុំយកលុយដើម្បីជួយសម្អាតពួកមាន់ចង្រៃនេះឲ្យថ្លៃសម្អាតមួយក្បាល5យ៉ន5000ក្បាលគឺ25000ឲ្យលុយខ្ញុំនឹងដឹកយកទៅដឹកចោលកុំឲ្យអញត្រូវជាប់គុកឯងគិតខ្លួនឯងទៅចាំបានរៀងស្លឹមស្អាតតែរវល់គ្មានពេលចូលជីមែនទេជប់អារម្មណ៍ទៀតទៅនេះណែស្ដៃវីតាមីនសម្រស់គីឡូយ៉ាសាកាគឺជាវីតាមីនសម្រស់ទម្ងន់ដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិដែលជួយដុតបំផ្លាញជាតិខ្លាញ់បានសាហាវបំផុតបងប្អូនមួយគ្រាប់រៀងរាល់ពេលព្រឹកនឹងឃើញផលស្ដែងតែម្ដងជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យញ៉ាំតិចឆ្អែតបានយូរដែលមិនប៉ះពាល់ដល់សុខភាពក្រពះហើយលើសពីនេះទៅទៀតស្ដៃវីតាមីនសម្រស់គីឡូយ៉ាសាការបស់យើងនឹងចូលទៅដុតបំផ្លាញខ្លាញ់ដែលលើសនៅក្នុងរាងកាយដោយបញ្ចេញមកតាមញើសនិងទឹកនោមជួយឲ្យស្រកគីឡូបានលឿនក្នុងរយៈពេលខ្លីនិងសុខភាពខ្ពស់បំផុតមួយកំប៉ុងស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងបងប្អូនហើយជាពិសេសសម្រាប់អ្នកដែលពិបាកក្នុងការតមអាហារជប់អារម្មណ៍ទៀតទៅបងប្អូនព្រោះវីតាមីនរបស់យើងមិនត្រូវការឲ្យបងប្អូនតមអាហារនោះទេស្ដេចវីតាមីនសម្រស់យ៉ាសាការបស់យើងនឹងជួយកាត់បន្ថយការញ៉ាំលើជួយឲ្យបងប្អូនញ៉ាំតិចឆាប់ឆ្អែតនិងគ្មានផលរំខានដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនស្ដេចវីតាមីនសម្រស់យ៉ាសាកាស្រកលឿនបែបងាយប្រើប្រាស់ដោយទំនុកចិត្តផលិតផលរូបមន្តស្តង់ដារទំនើបចុងក្រោយពីប្រទេសបារាំងចប់ហើយចប់សពគ្រប់ហើយ
ពីថ្ងៃក្រោយមកសំឡេងយំសោកនៅក្នុងទ្រង់មាន់កាន់តែខ្សោយទៅមិនមែនស្ថានភាពល្អប្រសើរទេតែដោយសារតែពួកវាសំបីតែកម្លាំងយំក៏មាន 5000 ក្បាលងាប់អស់ជិត 1000 ក្បាលទៅហើយសប៉ុន្មានក៏ទន់ជ្រីអស់កម្លាំងស្គមសតែស្បែកដណ្ដប់ឆ្អឹងដោយអស់ជំរឿគាត់ក៏បង្ខំចិត្តបើកទ្វារទ្រង់មាន់ម្ដងទៀតឲ្យមាន់ដែលនៅសល់រត់ទៅចំការថ្នាំចិនរបស់យ៉ាងលឿនស្លេវពូលីឃើញដូច្នេះក៏ប្រញាប់រត់មករកខ្ញុំយ៉ាងតក់ក្រហល់ថៅកែលីវដាឡាប៉ាដេញមាន់មករកយើងទៀតហើយមកទាំងអស់តែម្ដងទុកឲ្យគាត់ដេញមកចុះថៅកែបើឲ្យវាចូលមកបើកទ្វាររបងថ្មីរបស់យើងទៅឲ្យពួកវាចូលមកទាំងអស់ពូលីស្រឡាំងកាំងតែម្ដងតែគាត់នៅតែធ្វើតាមបញ្ជាពងមាន់យ៉ាងកងរំពងស៊ីចំណីយ៉ាងត្របាក់ត្របោកមាន់ដែលចិត្តលះហើយចំណុចទាំងនោះក៏ស្រាប់តែមានកម្លាំងឡើងវិញដូចមានអភូតហេតុអញ្ចឹងពេលរសៀលលីវដាឡាប៉ាក៏មកដល់មានការអីថៅកែសិនលោកសិនចិត្តធម៌សូមលោកមេត្តាជួយសង្គ្រោះខ្ញុំផងទៅចុះពូលីវធ្វើអីហ្នឹងពូធ្វើបែបនេះនាំឲ្យខ្ញុំបាបហើយថៅកែសិនពួកយើងដឹងខុសហើយសូមលោកអធិស្ឋានឲ្យខ្ញុំផងកុំប្រកាន់ខឹងនឹងខ្ញុំអីខ្ញុំវាមិនមែនជាមនុស្សទេខ្ញុំមិនគួរលោភលន់ចង់បានប្រយោជន៍ពីលោកមិនគួរបំផ្លាញកូនដើមថ្នាំលោកសោះពេលនេះនិយាយរឿងទាំងនេះនៅមានប្រយោជន៍ទៀតអីមានប្រយោជន៍តែថៅកែសិនសូមលោកជួយទិញមាន់ខ្ញុំទាំងអស់ខ្ញុំសូមអង្វរលោកហើយមាន់ពូកំពុងស៊ីចំណីក្នុងចំការខ្ញុំយ៉ាងសប្បាយមិនអញ្ចឹងអីហេតុអីខ្ញុំត្រូវទិញវាធ្វើអីទៀតពួកវាបើចេញពីចំការលោកគឺរស់មិនបានទេពួកវាមិនស៊ីពោតទេវាមិនស៊ីអ្វីទាំងអស់បើឃុំវាទុកទៀតវានឹងងាប់ទាំងអស់ជាមិនខានអញ្ចឹងវាតាក់ទងអីនឹងខ្ញុំទៅកាលពីមុនមិនមែនពូទេអីដែលនិយាយថាមាន់មាននិស្ស័យធម្មតាណាក៏ស្រេចតែវានឹងថៅកែសិនសូមលោកអាណិតមេត្តាខ្ញុំផងចុះតម្លៃប៉ុន្មានក៏បានដែរឲ្យតែលោកព្រមទិញពួកវាទៅពូលីវយើងសុទ្ធតែជាអ្នករកស៊ីដូចគ្នាត្រូវទូទាត់បញ្ជីបន្តិចសិនកាលពីមុនពូបានបំផ្លាញកូនដើម 500,000 យន់លុយមួយដុំនេះពូទទួលស្គាល់ទេទទួលខ្ញុំទទួលស្គាល់ល្អមាន់ពូបានស៊ីចំណីទេនៅចំការខ្ញុំជាង2ខែឆ្នាំផ្អាប់របស់ខ្ញុំទាំងនោះគិតមិនថ្លៃទេយកត្រឹមតម្លៃដើម 20,000 យន់ចុះលើចំនួននេះពូយល់ព្រមសឹងដែរទេយល់ព្រមហើយនៅមានមាន់ទាំងនេះស៊ីផឹកនៅក្នុងចំការខ្ញុំបន្ទោរបងអាចដាក់ដេកខ្ញុំទៀតតាមពិតទៅខ្ញុំគួរតែបើកលុយថ្លៃពលកម្មឲ្យពូតែពួកវាក៏បានស៊ីចំណីខ្ញុំមិនទាំងសត្វល្អិតដែលខ្ញុំខំតាក់ទីមកហើយថែមទាំងជន់ខូចស្លឹកថ្នាំខ្ញុំទៀតទុកថាទូទាត់គ្នាទៅវិញទៅមកចាត់ទុកថារួចរាល់យ៉ាងម៉េចដែរអញ្ចឹងពេលនេះយើងមកនិយាយពីតម្លៃមាន់ទាំងនេះវិញខ្ញុំលីមរ៉ាំដៃមួយ10 យន់មែនទេ1 យន់5 យន់មិនមែនទេគឺ5កាក់5កាក់ក្នុងមួយក្បាល5កាក់លោកនេះចិត្តអាក្រក់ជាងចោលស្លន់ទៅទៀតតែកូនមាន់មួយក៏ថ្លៃជាងនេះដែរអញ្ចឹងពូអាចមិនបាច់លក់ក៏បានហើយដេញមាន់ពូចេញពីចំការខ្ញុំទៅឥឡូវនេះភ្លាមតែម្ដងទេលក់ខ្ញុំលក់5កាក់ក៏5កាក់ដែរគាត់ដឹងច្បាស់ថាបើមិនលក់គឺខាត់បងរលីង5កាក់យ៉ាងហោចណាស់ក៏នៅសល់លុយ 2000 យន់ជាងដែរពូលីយកប៊ិចមួយដើមមកបាត់ថៅកែសិនខ្ញុំឲ្យពូលីយកក្រដាស់និងប៊ិចមកហើយសរសេរកិច្ចសន្យាផ្ទេរសិទ្ធនៅនឹងកន្លែងតែម្ដងអក្សរខ្មៅលើក្រដាស់ច្បាស់លាស់ណាស់ភីគីឃ្លីវដាឡាប៉ាស្ម័គ្រចិត្តលក់មាន់ស្រែចំនួនជាង 4000 ក្បាលក្នុងតម្លៃ 5 កាក់ក្នុងមួយក្បាលជូនភីគីខ្សិនលីនលីវដាឡាប៉ាដៃញ័រត្រឺផ្ដិតមេដៃពណ៌ក្រហមឆ្អៅលើកិច្ចសន្យាផ្ទេរសិទ្ធខ្ញុំសម្លឹងមើលគាត់ដើរចេញទៅរួចក៏ងាកមកបើកសៀវភៅកត់ត្រាថ្ងៃទី 5 ខែកញ្ញាទិញចូលក្នុងតម្លៃ 5 កាក់មួយក្បាលមាន់ស្រែពីឈ្មោះលីវដាឡាប៉ាសរុប 128 ក្បាលចំណាយសរុប 20514 យន់តាមការប៉ាន់ស្មានដំបូងពេលមាន់ទាំងនេះដល់ពេលអាចលក់បានគិតតាមតម្លៃទីផ្សារ 80 យន់ក្នុងមួយក្បាលវានឹងមានតម្លៃសរុបប្រហែល 330,000 ក្រោយកត់ត្រារួចពូលីនិងកម្មករស៊ីឈ្នួលប៉ុន្មានអ្នកទៀតក៏ដើរមកចំរោមជុំវិញខ្ញុំតែធ្វើអីហ្នឹង5កាក់មួយក្បាលលោកទិញពួកមាន់ចង្រៃនេះយកមកធ្វើអីទៅមើលទៅមាន់ទាំងនេះចិត្តងាប់អស់ទៅហើយកុំថាឡើយយកទៅលក់យកលុយ3ថ្ងៃទៀតផងយើងច្បាស់ជាត្រូវចំណាយលុយជួគេជីមិនហើយថៅកែសិនលុយប៉ុណ្ណេះយកទៅបោះចោលក្នុងទឹកបើទិញរបស់នេះវិញខ្លាចតែស្អុយរលួយពេញនឹងទៅវិញទេចាំបានរៀងស្លឹមស្អាតតែរវល់គ្មានពេលចូលជីមែនទេជប់បារម្ភទៀតទៅនេះណេសតែវីតាមីនសម្រស់គីឡូយ៉ាសាកាគឺជាវីតាមីនសម្រស់ទម្ងន់ដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិដែលជួយដុតបំផ្លាញជាតិខ្លាញ់បានសាហាវបំផុតបងប្អូនមួយគ្រាប់រៀងរាល់ពេលព្រឹកនឹងឃើញផលស្ដែងតែម្ដងជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យញ៉ាំតិចឆ្អែតបានយូរដែលមិនប៉ះពាល់ដល់សុខភាពក្រពះហើយលើសពីនឹងទៅទៀតតែវីតាមីនសម្រស់គីឡូយ៉ាសាការបស់យើងនឹងចូលទៅដុតបំផ្លាញខ្លាញ់ដែលលើសនៅក្នុងរាងកាយដោយបញ្ចេញមកតាមញើសនិងទឹកនោមជួយឲ្យស្រកគីឡូបានលឿនក្នុងរយៈពេលខ្លីនិងសុខភាពខ្ពស់បំផុតមួយកំប៉ុងស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងបងប្អូនហើយជាពិសេសសម្រាប់អ្នកដែលពិបាកក្នុងការតមអាហារជប់បារម្ភទៀតទៅបងប្អូនព្រោះវីតាមីនរបស់យើងមិនត្រូវការឲ្យបងប្អូនតមអាហារនោះទេស្ដេចវីតាមីនសម្រស់យ៉ាសាការបស់យើងនឹងជួយកាត់បន្ថយការញ៉ាំលើសជួយឲ្យបងប្អូនញ៉ាំតិចឆាប់ឆ្អែតនិងគ្មានផលរំខានដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនស្ដេចវីតាមីនសម្រស់យ៉ាសាកាស្រកលឿនបែបងាយប្រើប្រាស់ដោយទំនុកចិត្តផលិតផលរូបមន្តស្តង់ដារទំនើបចុងក្រោយពីប្រទេសបារាំង